បាទថ្ងៃនេះខ្ញុំមានរឿងមនុស្សមួយអរូបីដែលនៅភូមិខ្ញុំបាទកាលខ្ញុំនៅពីក្មេងធ្លាប់លើវិចាស់ចាស់ហើយក៏បានជួបផ្ទាល់នឹងភ្នែកប៉ុន្តែខ្ញុំបានមិនឃើញអវិញ្ញាណទេប៉ុន្តែអ្នកដែលនៅក្បែរខ្លួនខ្ញុំបានឃើញភូមិនោះគឺហៅថាភូមិអន្លង់គងភូមិអន្លង់គងហ្នឹងជាភូមិមែនប៉ុន្តែអត់មានមនុស្សទេអត់មានមនុស្សរស់នៅទេអញ្ចឹងប៉ុន្តែគេហៅភូមិដែរទីតាំងនៅដងទើសង្កែដៃទន្លេចឹងភូមិអន្លង់គងឃុំប្រចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងប៉ុន្តែនៅម្ខាងដងស្ទឹងនេះគឺជាស្រុកពួកខេត្តសៀមរាបទេហើយភូមិហ្នឹងតាមខ្ញុំដឹងពីក្មេងមករៀងរាល់ថ្ងៃសិលពេលយប់ឡើងគឺមានសម្លេងភ្លេងពិណពាទ្យជារៀងរាល់យប់ដោយសារតែចាស់ឬអ្នកភូមិហ្នឹងចិត្តហ្នឹងដែលគេឮឬក៏គេធ្វើដំណើរគេសម្រាប់នៅក្នុងហ្នឹងនៅក្នុងភូមិហ្នឹងគេគិតជារឿងធម្មតាដោយសារតែហ្នឹងជារឿងធម្មតាបើយើងមិនខុសមាត់ខុសកឬក៏យើងប្រមាថអីគេទេគឺអត់មានបញ្ហាទេមានតែគេជួយយើងវិញហើយភូមិហ្នឹងគឺល្បីថាមានកពើដុសស្លែងដុសអីដុសស្លែដុសអីតាមពាក្យចាស់គាត់និយាយហើយរឿងហ្នឹងធ្លាប់មានដូចជាឪពុកខ្ញុំហើយនឹងបងស្រីខ្ញុំហើយនឹងខ្ញុំ3នាក់ហ្នឹងស្រុកខ្ញុំនៅភូមិកអញ្ចាញលោក3 4 5ភូមិអញ្ចឹងពេលកូនឈឺអត់មានអីធ្វើដំណើរទេមានតែទូកអ៊ំដើម្បីទៅរកពេទ្យនៅភូមិដល់ពេលយប់ឡើងអ៊ំទូកតាំងពីព្រឹករហូតដល់យប់អញ្ចឹងទៅយើងមានតែសម្រាប់ដល់ភូមិហ្នឹងយើងក៏សម្បានសម្រាប់ទៅឪពុកខ្ញុំបានចងទូកប្រឆិតហើយនឹងអូមួយដែលជាប់នឹងស្ទឹងដល់ពេលជំនាញរៀងមានដីសងខាងមានផ្លូវសងខាងមានផ្លូវលក្ខណៈថាព្រៃលិចទឹកចឹងណាប៉ុន្តែមានអូមួយចូលទៅក្នុងដល់ពេលពុកខ្ញុំគាត់ចងទូកទៅក៏សម្រាប់កូនបងស្រីខ្ញុំគាត់អត់សូវស្រួលអញ្ចឹងយើងគិតតែចាំព្រឹកយើងតំណាទៀតបន្ទាប់មកពេលខ្យល់បក់មកហៀកទៅវាធ្វើឲ្យកសែទូកហ្នឹងវាប្រញាប់ដើមរេទៅបិទស្ទឹងបិទអីបន្លាយហ្នឹងដូចជាផ្លូវដើរគេអញ្ចឹងបន្ទាប់មកក៏មានក៏ក្លាប់ទូកដែរក្លាប់ទូកទៅក៏ងើបដោយសារទឹកមិនជ្រៅទេដោយសារតែនៅកន្លែងហ្នឹងជាកន្លែងបន្លាយអញ្ចឹងបន្ទាប់មកឪពុកខ្ញុំមកងើបស្ដារដាស់កូនផ្អើលទាំងអស់គ្នាអញ្ចឹងទៅក៏ងើបមកយើងស្ដារអីវ៉ាន់ស្ដារអីអញ្ចឹងទៅរៀបហើយក៏យើងចងកសែទូកយកទូកហ្នឹងយកខ្សែចងទៅយើងដាំបកូលមួយនឹងដីហើយយើងចងកុំឲ្យវារេទៀតហើយក៏យើងសម្រាកទៅដល់ពេលព្រឹកឡើងក៏ឪពុកខ្ញុំបាននិយាយដែរក៏អ៊ំទូកទៅទៀតហើយក៏ទៅដល់ពេទ្យទៅដល់ពេទ្យគេមើលព្យាបាលដាក់សេរ៉ូមឲ្យបងស្រីខ្ញុំបានធូរហើយក៏យើងត្រឡប់មកវិញក៏យើងក៏ចូលលេងទៅបងប្អូនខ្ញុំនៅភូមិក៏ជាងជ្រើជាប្អូនឪខ្ញុំបង្កើតមីងខ្ញុំបង្កើតតបមកក៏អត់បាននិយាយឪខ្ញុំក៏បាននិយាយដែរក៏យើងអ៊ំទូកអ៊ំអីទៅពេលទៅដល់ភូមិអន្លង់គងហ្នឹងក៏យើងលើកដៃប្រណមអីសុំកម្មាទោសសុំអីទៅប៉ុន្តែពេលទៅដល់ផ្ទះវិញបានឪខ្ញុំបានប្រាប់ថាពេលយប់ហ្នឹងគឺមានមនុស្សខ្មៅម្នាក់ខ្មៅស្គិលហើយគាត់មិនបាននិយាយពីស្លៀកពាក់មិនដែរគឺគាត់ម្ដងខ្ញុំគាត់ចន់បលិចទូកហើយអល់ឪខ្ញុំថាហែកដេកហែកបាំងផ្លូវពួកអញដើរតែក៏ឪខ្ញុំថ្វាយគុំប្រណមថាសុំកណាទោសសុំអីហើយក៏ទៅបាត់ទៅហើយក៏បានប្រាប់អញ្ចឹងទៅហើយក៏ខ្ញុំអត់បានដឹងទេព្រោះគេគាត់គិតថាខ្ញុំខ្លាចអញ្ចឹងគាត់ប្រាប់តែម៉ែប្រាប់នឹងបងស្រីខ្ញុំទេដល់ពេលមានរឿងមួយទៀតរឿងនោះគឺត្រូវជាថ្ងៃបុណ្យចូលឆ្នាំខ្មែរយើងខ្ញុំក៏បានទៅលេងភូមិកោះជាវាងដែលខ្ញុំបាននិយាយមិញ
ស្រុកមីងរបស់ខ្ញុំអញ្ចឹងប៉ុន្តែនឹងជាស្រុកកណ្ដាលរបស់ខ្ញុំប៉ុន្តែខ្ញុំមករស់នៅរស់ស៊ីនៅភូមិខនចាញនៅនេះវិញមកផ្លូវមកព្រៃតលហើយមកទលេធំហើយបានដល់ភូមិក្រោមសៀមរាបយើងពេលហ្នឹងដល់ភូមិហ្នឹងយើងមានទូកណូតជាច្រើនអញ្ចឹងគេគប់កប៉ោគប់ទឹកគ្នាអញ្ចឹងណាគេលេងនឹងភូមិមកសបាយហើយមកវិញក៏លេងគប់គ្នាអញ្ចឹងទៅក៏មានអ្នកនៅក្នុងទូកជាមួយខ្ញុំកណូតជាមួយខ្ញុំហ្នឹងគាត់បានធ្លាក់ទឹកទៅមកស្ទុះធំគេចាប់ដើមភ័យហើយគេក៏បានរោមើលប៉ុន្តែมันអាចជាមួយរោឃើញព្រោះសារថាទឹកវាជ្រៅរងណាស់ស្ទឹងសកែហើយស្ទឹងសកែមកដៃទលេវិញណាប៉ុន្តែប្រហែលជាច្រើននាទីដែរក៏បានកត់ចេញមកវិញហើយក៏បាននិយាយទេគូគាត់ញល់ពុបហើយក៏យកខ្សែយកភួយអីគ្រប់គាត់ចឹងពេលដល់គាត់ដល់ភូមិវិញក៏គាត់ញើខ្លួនគ្រុនក្តៅគ្រុនអីក៏សម័យហ្នឹងក៏មិនសូវជាមានពេទ្យដែរតែពេទ្យមកតាមភូមិម្ដងម្កាលហ្នឹងបើសិនជាឈឺអីក៏មានតែគ្រូខ្មែរគ្រូអីហ្នឹងឯងហើយទៅពេទ្យម្ដងយ៉ាប់មានដូចសម័យឥឡូវយើងមានជិះកណូតមកបន្តិចមកដល់មានឡានមានម៉ូតូឯងឆ្នាំ90ជាងបន្ទាប់មកក៏គាត់បានធូរស្បើយក៏គាត់និយាយប្រាប់ថាពេលដែលគាត់ធ្លាក់ទឹកហ្នឹងគឺគាត់ចុះដល់ភ្លាមឃើញមានភូមិមួយហើយមនុស្សភូមិរស់នៅដូចជាភូមិយើងចឹងដូចជាស្រុកប្រទេសយើងរាប់សប្ងៃចឹងហើយមានមនុស្សលក់ដូរមានផ្ទះមានសំបែងមានអីទាំងអស់ហើយមានមនុស្សស្រីម្នាក់គាត់មកដឹកដៃគាត់អូនេះប្តីខណៈគាត់ខ្ញុំមកហើយគាត់ក៏ចាប់ដើមឃើញភូមិឃើញស្រីស្អាតចឹងគាត់ក៏លងចិត្តថាអូអញអត់មានប្រពន្ធមានកូននោះមកដល់នេះមានស្រីស្អាតគេសុំធ្វើប្តីទៅអីចឹងគាត់ដើរទៅតាមម្នាក់ស្រីស្អាតហ្នឹងឯងទៅពេលដើរចូលភូមិភ្លឹបគេដេញចេញបដ ாய் គេថាអ្នកណាមកចូលក្នុងភូមិខ្ញុំរូបរាងមិនស្អាតអាក្រក់ក្លិនមិនល្អកន្លែងនេះគឺជាកន្លែងសិលទានមិនឲ្យមកឯងចឹងទៅម្នាក់ស្រីហ្នឹងក៏សុំវចាស់ថាខ្ញុំគ្មានប្តីទេខ្ញុំចង់បានគាត់ជាប្តីចេះមិនព្រមចែកខាតឲ្យដេញយុទ្ធបងដេញវាយគាត់ឲ្យចេញពីភូមិបន្ទាប់ពីគាត់ចេញពីភូមិមកគាត់ក៏ភ្ញាក់ខ្លួនក្នុងទឹកហ្នឹងក៏ប្រវាយបន្ទាប់ហែលចេញមកទៅបានគេឃើញអូខ្ញុំនិយាយព្រឹងខ្លួនឯងនេះព្រឹងរោមដល់ក៏គាត់ងើបមកទៅគេឃើញក៏គេលោតចុះជួយមកលើកឡើងមកហ្នឹងឯងតែបានគាត់ដឹងថាអូមិនមែនជាមនុស្សទេជាភូមិខ្មោចសំណាងតែគេមិនចូលចិត្តគេស្អប់បើសិនជាគេចូលចិត្តក៏ឲ្យរស់នៅក្នុងភូមិហ្នឹងគឺដឹងតែស្លាប់ហើយក៏ឲ្យបន្ទាប់មកក៏លោកស្រោចទឹកស្រោចអីទៅហើយដូចជាមានលោកឯងកាលហ្នឹងដោយសារថាវត្តនៅឆ្ងាយវត្តនៅចិត្តកោះជាវាងនេះវិញគឺមានថាដោយអាគ្រូខ្មែរគ្រូអីអាចារ្យតែគាត់នៅចិត្តហ្នឹងគាត់ក៏ស្រោចទឹកស្រោចអីទៅក៏បានធូរស្បើយទៅហ្នឹងរឿងជាច្រើននៅភូមិហ្នឹងរឿងភូមិហ្នឹងដូចមានដំណើរថាកាលសម័យប៉ុលពតមុនសម័យប៉ុលពតមានប្រកេះព្រះបណិតពេជ្រនៅវត្តជើខ្មៅដែលគេហ្នឹងសម័យខ្លាចប៉ុលពតគេបំផ្លាញទៅក៏គាត់កាត់ប្រកេះហ្នឹងកប់ក្រោមដីហើយដាំខ្នោពីលើដល់ពេលដាំខ្នោហ្នឹងវាធំទៅនៅទៅទូចអញ្ចឹងទៅក៏អ្នកភូមិគាត់ឆ្ងល់ក៏នាំគ្នាថាប្រហែលជាក្រោមហ្នឹងមានអីហ៎អញ្ចឹងទៅលោកអាចារ្យហ្នឹងគាត់គិតថាបើសិនទុកទៀតគាត់ជាគេដឹងអញ្ចឹងគាត់ក៏យប់ឡើងគាត់ក៏ជីកហើយយកទៅទម្លាក់នៅក្នុងភូមិលងកងកណ្ដាលស្ទឹងព្រោះគាត់ដឹងថាភូមិហ្នឹងបើសិនជាគេដឹងថានៅភូមិហ្នឹងគេហ៊ានទៅយកឯងដោយសារតែក្រោមទឹកហ្នឹងគេគិតថាមានកពើដោះស្លែពើអីនឹងជារឿងដំណាលទេតែរឿងមុនជារឿងពិតហើយនឹងមានរឿងមួយទៀតជារឿងដំណាលដែរយូរហើយគេថាមានអ្នកនេសាទកពើហ្នឹងគាត់ចាប់កពើហ្នឹងគាត់ជាអាជីពអ្នកនេះកពើនេះចាប់កពើបដ ாய் ដល់ពេលគេប្រាប់ថានៅនឹងកពើណាកុំទៅឲ្យសោះហើយជាកពើមិនមែនជាកពើធម្មតាទេជាកពើអ្នកតាកពើអ្នកថែសាអ្វីមួយបន្ទាប់មកគាត់អត់ជឿក៏ហែលទៅគាត់ឃើញកពើតូចមួយអញ្ចឹងគាត់ក៏អត់ចង់បានកពើតូចហ្នឹងទេគាត់ក៏ចាប់ផ្ដើមហែល
trong sụp lấy trong một bị tất có hai tam nó p 28 có chụp mũi từ đó phim có cột khơi có pơ thông đột này đột slide bên khuôn đột ấy tới có cột co chập đầu phơi khi mà ta kể bàn phơi tới cột có hai rút mà đo rút tiền mình có trừ rút là slap nó chỉ riêng nằm nào thì mình chỉ riêng cà bịch ấy thế ta còn nên riêng nằm nào thì may ta nhom cột như vậy hỏi biên riêng chỉ ra được tiệt tôn được phun nằng và tay nhom xôm bị chọt từ nằng sân pro nhom cầm sao chọn chăm ăn ở đây cho mà nhom xua mình mè bông bông nhom để còn đằng bị riêng phun nằng hai nhom nằng phần to việc mùi tiệt nơi phun lồng cồn nằng xôm ở cồn mà bông bông chui